កម្ពុជាបានបញ្ជាក់សារឡើងវិញនៅគោលជំហររបស់ខ្លួនក្នុងការប្រើប្រាស់យន្តការច្បាប់អន្តរជាតិ ICJ ក្នុងការប្តឹងថៃជុំវិញចំនួនព្រំដែននៅតំបន់មុំបីប្រាសាទតាមាន់តូចប្រាសាទតាមាន់ធំនិងប្រាសាទតាក្របីសម្ដេចតេជោហ៊ុនសែនបានថ្លែងអំពាវនាវដល់ប្រទេសនានាដែលស្រឡាញ់សន្តិភាពហើយស្អប់សង្គ្រាមសូមគាំទ្រការប្តឹងរបស់កម្ពុជាទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ Fresh Exclusive មានអត្ថបទស៊ីជម្រៅជុំវិញបញ្ហានេះកម្ពុជាអំពាវនាវក្រុមប្រទេសស្រឡាញ់សន្តិភាពគាំទ្រកម្ពុជាក្នុងចំណាត់ការប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ មានតែចៅប៉ុណ្ណោះដែលខ្លាចតុលាការក្នុងការប្រកាសបញ្ជាអាសាជាថ្មីនៅជំហរដ៏រឹងមាំនិងតស៊ូដោយសន្តិវិធីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់សារឡើងវិញនៅគោលជំហររបស់ខ្លួនក្នុងការប្រើប្រាស់យន្តការច្បាប់អន្តរជាតិ ICJ ក្នុងការប្តឹងថៃជុំវិញចំនួនព្រំដែននៅតំបន់មុំបីប្រាសាទតាមាន់តូចប្រាសាទតាមាន់ធំនិងប្រាសាទតាក្របីការជំរុញជាថ្មីរបស់កម្ពុជាក្នុងការដោះស្រាយវិវាទព្រំដែនដ៏រ៉ាំរ៉ៃជាមួយប្រទេសថៃតាមរយៈតុលាការយុត្តិធម៌អន្តរជាតិ ICJ មិនត្រឹមតែជាការបង្ហាញពីយុទ្ធសាស្ត្រផ្លូវច្បាប់ប៉ុណ្ណោះទេប៉ុន្តែក៏ជាជំហរសិលធម៌ដ៏អង់អាចនៅចំពោះមុខភាពតានតឹងដែលកំពុងកើនឡើងក្នុងពេលនេះផងដែរសម្ដេចតេជោហ៊ុនសែនដែលធ្លាប់ជាអតីតនាយករដ្ឋមន្ត្រីនៅតែជាសម្លេងលេចធ្លោក្នុងនយោបាយរបស់កម្ពុជានៅក្នុងមាគ៌ានៃសន្តិភាពតាមរយៈច្បាប់អន្តរជាតិសាររបស់សម្ដេចតេជោគឺច្បាស់លាស់ណាស់គឺមានតែចៅទេដែលខ្លាចតុលាការបើអ្នកបរិសុទ្ធអ្នកមិនចាំបាច់ខ្លាចតុលាការនោះទេហើយខ្ញុំសង្ឃឹមថាប្រទេសលើពិភពលោកដែលកំពុងតែអនុវត្តនៅនយោបាយតាមគោរពច្បាប់អន្តរជាតិដោយជៀសវាងការមិនប្រើកម្លាំងឬគំរាមប្រើប្រាស់កម្លាំងនិងគ្រប់គ្រងដល់កម្ពុជាក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធីដោយសន្តិភាពតាមរយៈការចរចាទ្វេភាគីនិងតាមរយៈនៃយន្តការតុលាការអ្នកណាក៏ដោយដែលគិតវេះពីតុលាការមានន័យថាខ្លួនមានពិរុទ្ធភាពនិយាយតាមត្រង់មួយបែបគឺមានតែចោលទេដែលវាខ្លាចតុលាការបើយើងមានភាពបរិសុទ្ធមិនត្រូវខ្លាចតុលាការទេមិនត្រូវខ្លាចតុលាការទេតុលាការជាជំរឿនសន្តិភាពមិនមែនសង្គ្រាមបើទោះបីជាកម្ពុជានិងថៃធ្លាប់មានប្រវត្តិចំនួនយូរឆ្នាំពីអតីតកាលដែលធ្វើឲ្យកម្ពុជារងការបាត់បង់ដីធ្លីច្រើនដងតាំងពីសម័យអាណាចក្រហ្វូណនរហូតដល់បញ្ចប់សម័យអាណាចក្រនិងរងសង្គ្រាមជាបន្តបន្ទាប់ទៀតជាមួយនឹងប្រទេសជិតខាងជាពិសេសការបាត់បង់ខេត្តខ្មែរជាច្រើនទៅថៃយ៉ាងណាក៏ដោយកម្ពុជាដែលស្រឡាញ់សន្តិភាពមិនដែលសើរើនៅប្រវត្តិដ៏ជូរចត់របស់ខ្លួននោះឡើយទោះជាយ៉ាងណាក្តីក្រោមការដឹកនាំរបស់គណៈបកប្រជាជនកម្ពុជាដែលកាន់អំណាចជាពិសេសសម្ដេចតេជោហ៊ុនសែនដែលបានធ្វើឲ្យប្រទេសអស់សង្គ្រាមស៊ីវិលនិងធ្វើឲ្យទឹកដីខ្មែរឯកភាពទាំងស្រុងក្រោមនយោបាយឈ្នះឈ្នះនិងរាជរដ្ឋាភិបាលអាណត្តិទី7ដឹកនាំដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតបច្ចុប្បន្នកម្ពុជាមិនអាចនៅរក្សាស្ងៀមស្ងាត់បាននោះទេនៅពេលដែលថៃបន្តបង្ហាញនៅមហិច្ឆតាចង់ឲ្យទឹកដីខ្មែរដែលសេសសល់ពីគេដូនតានោះត្រូវបន្តបាត់បង់ទឹកដីទៅឲ្យថៃនោះទៀតការការពារទឹកដីដែលសេសសល់នេះគឺជាការការពារកេរមរតកដែលបានតម្កល់ទុកជាផែនទីផ្លូវការនៅអង្គការសហប្រជាជាតិសម្ដេចតេជោហ៊ុនសែនបានថ្លែងថាការប្រើប្រាស់យន្តការតុលាការអន្តរជាតិគឺជាវិធីដ៏ល្អបំផុតហើយដោយសូម្បីតែប្រទេសក្នុងតំបន់អាស៊ានដូចជាឥណ្ឌូនេស៊ីម៉ាឡេស៊ីនិងសិង្ហបុរីដែលមានចំនួនទឹកដីក្នុងតំបន់ក៏ប្រើប្រាស់យន្តការតុលាការយុត្តិធម៌អន្តរជាតិនេះផងដែរដើម្បីបញ្ជាក់រកយុត្តិធម៌និងសន្តិភាពរវាងប្រទេសនីមួយៗឧទាហរណ៍នៅក្នុងចំណោមបណ្ដាប្រទេសអាស៊ានល្អបំផុតហើយ
គឺម៉ាឡេស៊ីនិងឥណ្ឌូនេស៊ីដឹកដៃគ្នាទៅតុលាការសិង្ហបុរីនិងម៉ាឡេស៊ីដឹកដៃគ្នាទៅតុលាការការដោះស្រាយបែបនេះគឺវាជាវិធីដោះស្រាយដែលធ្វើឲ្យរដ្ឋាភិបាលនៃប្រទេសមួយជៀសផុតពីគំនាបរបស់មហាជនរដ្ឋាភិបាលមួយមិនអាចទៅចង្អុលថាខ្ញុំដកថយខ្ញុំបកគលអានេះឲ្យអ្នកឯងមិនអាចទៅនិយាយចឹងបានទេប៉ុន្តែបើតុលាការកាត់ក្តីមកគឺយើងទទួលការគោរពចំពោះសាលិកាតុលាការនេះយើងបញ្យល់ប្រជាពលរដ្ឋរបស់យើងថាតុលាការគេបានរកឃើញនៅចំណុចវាបែបនេះអញ្ចឹងយើងត្រូវទៅលះបង់អាកន្លែងហ្នឹងទៅណាចឹងវិធីវាជាល្អបើវាយទឹកគ្នាតើសាច់ឈាមអស់ប្រមាណអញ្ចឹងខ្ញុំគិតថាបណ្ដាប្រទេសអំពាវនាវបណ្ដាប្រទេសដែលមិនចង់ឲ្យមានសង្គ្រាមហើយចង់ឲ្យរកដំណោះស្រាយដោយសន្តិវិធីគ្រប់គ្រងទៅដល់ដំណើរការដែលកម្ពុជានាំរឿងក្តីនេះទៅកាន់តុលាការអន្តរជាតិ800 គីឡូម៉ែត្រជាតិយើងយកតែចំណុច4ចំណុចទេយកទៅដោះស្រាយមិនមែនបានស្គីថា4ចំណុចនេះយើងចាត់ទុកថាដីស្មើនឹង50 គីឡូម៉ែត្រទៅចុះយើងថាប៉ុណ្្នឹងទៅចុះវាមិនដល់ផងប៉ុន្តែនៅសល់700 ម៉ែត្រគីឡូម៉ែត្រជាងទៀតគឺយន្តការទ្វេភាគីសុចរិតនិយមតទល់ជាមួយជាតិនិយមជ្រុលប្រសាមពាវនាវចុងក្រោយរបស់សម្ដេចតេជោហ៊ុនសែនដែលជំរុញឲ្យដោះស្រាយចំនួនព្រំដែនតាមយន្តការតុលាការយុត្តិធម៌អន្តរជាតិគឺជាជំហរដ៏ច្បាស់លាស់មួយបង្ហាញពីជំនឿរបស់កម្ពុជាលើភាពត្រឹមត្រូវនិងស្របច្បាប់នៃផែនទីជាមរតករបស់ខ្លួនដែលបានរក្សាទុកនិងដាក់បញ្ចូលនៅអង្គការសហប្រជាជាតិគណៈដែលកម្ពុជាធ្វើការអំពាវនាវដល់សាធារណជនជាតិអន្តរជាតិឲ្យគាំទ្រការដោះស្រាយតាមច្បាប់តាមរយៈតុលាការអន្តរជាតិនោះប៉ុន្តែថៃនោះទៅវិញបែរជាបង្ហាញពីការជឿជាក់របស់ខ្លួនលើផែនទីឯកតោភាគីមួយដែលជាផែនទីខ្វះមូលដ្ឋានស្របច្បាប់និងជាផែនទីមិនដែលទទួលស្គាល់ដោយអន្តរជាតិនោះទេថៃដឹងយ៉ាងច្បាស់ថាបើដល់តុលាការយុត្តិធម៌អន្តរជាតិពួកគេនឹងត្រូវអាម៉ាស់ឡើងវិញដូចជាករណីប្រាសាទព្រះវិហារឆ្នាំ1962និងក្រោយមកនៅក្នុងឆ្នាំ2013ដែលតុលាការយុត្តិធម៌អន្តរជាតិបានវិនិច្ឆ័យជាជ័យជំនះសម្រាប់កម្ពុជាការសម្រេចនោះបានបញ្ជាឲ្យថៃត្រូវប្រគល់ប្រាសាទព្រះវិហារនិងដែនដីនៅជុំវិញប្រាសាទឲ្យទៅកម្ពុជាវិញកម្ពុជាដែលស្រឡាញ់សន្តិភាពពុំដែលខ្លាចតុលាការព្រោះកម្ពុជាមានជំហរដែលជឿជាក់លើភាពត្រឹមត្រូវនៃផែនទីនិងកិច្ចព្រមព្រៀងដែលជាមូលដ្ឋាននៃការដោះស្រាយបញ្ហាសម្ដេចតេជោហ៊ុនសែនបានបញ្ជាក់សារជាថ្មីនៅការប្រើប្រាស់ផែនទីបារាំងសៀមឆ្នាំ1907ផែនទីឯកតោភាគីណាមួយមិនត្រូវបានទទួលស្គាល់នោះទេលុះត្រាតែផែនទីនោះវាស្របជាមួយផែនទីគោលដែលកំណត់ដោយកិច្ចព្រមព្រៀងបារាំងសៀមឆ្នាំ1907ហើយដែលតុលាការដែលផែនទីនោះត្រូវបានប្រើប្រាស់ជាហូរហែរហូតដល់តុលាការអន្តរជាតិឡាអេបានយកមកកាត់ក្តីនៅក្នុងឆ្នាំ1962ដូច្នេះផែនទីណាខុសពីនឹងយើងអត់ទទួលស្គាល់ទេរឿងរ៉ាវប្រើផែនទីខុសគ្នានេះហើយគឺជារឿងរ៉ាវដែលនាំទៅដល់ជម្លោះយើងប្រើផែនទីស្របច្បាប់តាមការទទួលស្គាល់ជាអន្តរជាតិហើយតាមរយៈនៃកិច្ចព្រមព្រៀងបារាំងសៀម1907
នោះឯងប៉ុន្តែការប្រើផែនទីផ្សេងពីនេះគឺយើងមិនទទួលស្គាល់ទេកម្ពុជាមិនចរចាលើបញ្ហាបិទព្រំដែនឡើយសម្ដេចតេជោនៅបានមានប្រសាសន៍រិះគន់ការបិទច្រកព្រំដែនរបស់កងយោធាថៃដោយមិនមានការជូនដំណឹងឲ្យភាគីកម្ពុជាបានដឹងឡើយប៉ុន្តែភាគីថៃក្នុងការចង់បើកព្រំដែនរបស់ខ្លួនសារឡើងវិញបែរជាចង់ឲ្យមានការចរចាជាមួយភាគីកម្ពុជាដើម្បីបើកព្រំដែនសារឡើងវិញសម្ដេចតេជោបានថ្លែងថាកម្ពុជានឹងមិនចរចាឡើយពីព្រោះគឺថៃខ្លួនឯងនោះទេដែលបានរំលោភលើកិច្ចព្រមព្រៀងច្រកព្រំដែនរវាងប្រទេសទាំងពីរនោះកងទ័ពថៃអាចជាអ្នកបិទដូច្នេះកងទ័ពថៃត្រូវតែជាអ្នកបើកដោយកម្ពុជាមិនត្រូវចរចាទៅលើបញ្ហានេះទេមានសំណើសូមឲ្យមានការចរចាក៏ប៉ុន្តែតើវាស័ក្តិសមទេសម្រាប់ការចរចារឿងបែបនេះការរំលោភលើកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរទៅលើបញ្ហាច្រកព្រំដែនដែលបានព្រមព្រៀងគ្នាពេលបិទខ្លួនឯងពេលបើកបបួលចរចាដើម្បីកុំឲ្យបាក់មុខខ្លួនទាញកម្ពុជាយកទៅបាក់មុខជាមួយកម្ពុជាជាប្រទេសដែលមានកិត្តិយសមានសេចក្តីថ្លៃថ្នូរហើយចេះទទួលខុសត្រូវសង្ឃឹមថាភាគីថៃនឹងត្រូវចេះទទួលខុសត្រូវក្នុងករណីខ្លួនបានប្រព្រឹត្តហើយខ្លួនមកដាក់លក្ខខណ្ឌចរចាដើម្បីបើកកម្ពុជាអត់ទទួលយកបានទេហើយសូមបងប្អូនប្រជាជនថៃសូមកុំបន្ទោសរដ្ឋាភិបាលកម្ពុជាក្នុងការបិទច្រកដូងដែលហាមឃាត់នៅការដឹកផ្លែឈើនិងការបន្លែមកតាមច្រកដូងដែលមួយថ្ងៃរាប់រយឡានដឹកចូលមកកម្ពុជានិងឆ្លងកាត់ទៅវៀតណាមឥឡូវនេះបើកុំអីថ្ងៃនេះយើងបិទទូទាំងព្រំដែនតែម្ដងទៅលើការនាំចូលបន្លែនិងផ្លែឈើចូលកម្ពុជាប៉ុន្តែដោយសារតែមានការសន្ទនារវាងខ្ញុំជាមួយនឹងនាយករដ្ឋមន្ត្រីថៃរវាងខ្ញុំជាមួយនឹងនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតជាមួយនាយករដ្ឋមន្ត្រីថៃយើងពន្យាពេល24ម៉ោងប៉ុន្តែបើថ្ងៃនេះភាគីថៃមិនព្រមបើកច្រកឲ្យដូចដើមវិញទេថ្ងៃស្អែកយើងនឹងចាប់អនុវត្តទូទាំងព្រំដែនដោយហាមឃាត់នៅការនាំចូលផ្លែឈើនិងហាមឃាត់នៅការនាំចូលបន្លែចូលមកកាន់កម្ពុជាសម្ដេចតេជោហ៊ុនសែនបានប្រាប់ទៅប្រជាជនថៃសូមឲ្យទៅតវ៉ាជាមួយខាងយោធាថៃជុំវិញរឿងបញ្ហាបិទច្រកព្រំដែនពីព្រោះការបិទនេះជាអំពើបំពានច្បាប់របស់យោធាថៃដែលមិនជាប់ទាក់ទងនឹងភាគីកម្ពុជាទេសម្ដេចតេជោនៅបានអំពាវនាវឲ្យពលរដ្ឋខ្មែរដែលរស់នៅក្នុងប្រទេសថៃត្រូវវិលត្រឡប់មកមាតុប្រទេសវិញដើម្បីបញ្ជៀសនៅអំពើប្រមាថរើសអើងជាតិសាសន៍ដោយក្រុមជាតិនិយមជ្រុលរបស់ថៃសម្ដេចតេជោបានថ្លែងថាពលរដ្ឋខ្មែរដែលគ្មានឯកសារក៏អាចវិលត្រឡប់មកវិញបានហើយរដ្ឋាភិបាលក៏នឹងទទួលដោយគ្មានលក្ខខណ្ឌណាមួយឡើយនិងថែមទាំងជួយរកការងារដល់ពលករខ្មែរពីប្រទេសថៃនោះថែមទៀតសម្ដេចតេជោនៅបានអំពាវនាវចំពោះនិស្សិតដែលបានទទួលអាហារូបករណ៍នៅប្រទេសថៃឲ្យវិលត្រឡប់មកវិញផងដែរដោយសម្ដេចបានសន្យាថានឹងជួយចេញថ្លៃអាហារូបករណ៍ជូនពួកគេកម្ពុជាជ្រើសរើសសន្តិភាពតាមច្បាប់អន្តរជាតិជំហររបស់កម្ពុជាសម្រាប់យកករណីទៅកាន់តុលាការយុត្តិធម៌អន្តរជាតិគឺជាជំរើសស្មោះត្រង់សន្តិភាពនិងសេរីភាពវាជាសារដ៏សំខាន់មួយចំពោះតំបន់និងសហគមន៍អាស៊ានពីព្រោះការជ្រើសរើសយកផ្លូវច្បាប់អន្តរជាតិគឺជាវិធីដែលអាចដោះស្រាយដោយយុត្តិធម៌ទោះបីជាប្រទេសនោះមានប្រវត្តិសាស្ត្រខុសគ្នា
ក៏គេអាចដោះស្រាយតាមច្បាប់ដោយយុត្តិធម៌បានដែរសម្ដេចតេជោហ៊ុនសែនបានថ្លែងថាប្រសិនបើអ្នកស្អាតស្អំអ្នកមិនចាំបាច់ខ្លាចតុលាការឡើយមានតែចៅប៉ុណ្ណោះដែលខ្លាចតុលាការពាក្យនេះបានคล้ายជាពាក្យស្លោកនយោបាយដ៏មានអំណាចមួយក្នុងបរិបទអន្តរជាតិបច្ចុប្បន្នដែលជាសារបញ្ជាក់ច្បាស់ថាកម្ពុជាដែលស្រឡាញ់សន្តិភាពមិនជ្រើសរើសផ្លូវទាស់គ្នាតាមកម្លាំងយោធាទេប៉ុន្តែកម្ពុជាជឿជាក់ទៅលើការដោះស្រាយតាមយុត្តិធម៌និងច្បាប់អន្តរជាតិតាមរយៈតុលាការយុត្តិធម៌អន្តរជាតិ ICJ